គេមកហើយគេមកតាមសន្យាកប៉ាល់ Westerdam ដែលកម្ពុជាយើងបានជួយសង្គ្រោះកាលពីឆ្នាំ2020បានត្រឡប់មកកាន់កម្ពុជាយើងតាមការសន្យាសូមបញ្ជាក់បងប្អូនថាពេលនោះបើសិនជាអត់មានការយកចិត្តទុកដាក់អំពីថ្នាក់ដឹកនាំកម្ពុជាយើងគឺសម្ដេចតេជោហ៊ុនសែនទេមនុស្សនៅលើកប៉ាល់មួយនេះគឺអាចនឹងស្លាប់ពីព្រោះនៅពេលនោះមានកូវីដ19ហើយប្រទេសផ្សេងៗគឺគេអត់ឲ្យចុះចតទេនៅក្នុងកប៉ាល់គឺខ្វះស្បៀងអាហារទៀតប៉ុន្តែដោយសារតែប្រមុខថ្នាក់ដឹកនាំកម្ពុជាយើងដែលពោពេញទៅដោយចិត្តសប្បុរសមនុស្សធម៌បានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដែលនៅក្នុងកប៉ាល់មួយនេះដូច្នេះហើយកប៉ាល់មួយនេះក៏បានវិលត្រឡប់មកសារជាថ្មីហើយនៅពេលនេះផងដែរកម្ពុជាយើងក៏បានទទួលស្វាគមន៍កប៉ាល់ទេសចរ Westerdam វិលត្រឡប់មកសារជាថ្មីម្ដងទៀតបន្ទាប់ពីកប៉ាល់មួយនេះបានជួបរឿងរ៉ាវដ៏ជូរចត់នាសម័យជំងឺ Covid-19 សូមចិត្តបងប្អូនជួយ follow នៅ page របស់ខ្ញុំម្នាក់មួយផងអរគុណទុកជាមុនក្រុងព្រះសីហនុនៅវេលាម៉ោង 6:20 នាទីព្រឹកថ្ងៃអង្គារទី18ខែវិច្ឆិកាឆ្នាំ2025កប៉ាល់ទេសចរអន្តរជាតិ Westerdam សញ្ជាតិហូឡង់ដែលមានប្រវែងជាង285ម៉ែត្របានចូលចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាពក្នុងបេសកកម្មទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីធ្វើដំណើរមកពីប្រទេសវៀតណាមការចុះចតរបស់កប៉ាល់នេះមិនត្រឹមតែជាការផ្លាស់ប្ដូរបទពិសោធន៍ទេសចរសម្រាប់ភ្ញៀវសម្រាប់ក្រុមនាវិកនោះទេប៉ុន្តែជាការបញ្ជាក់មួយទៀតពីសម្ព័ន្ធភាពរវាងកម្ពុជានិង Westerdam ដែលបានបង្កើតឡើងនាសម័យ COVID-19 កាលពីឆ្នាំ2020ដែលពិភពលោកមិនអាចបំភ្លេចបានកំឡុងពេលនោះគឺមានការផ្ទុះជំងឺ COVID-19 ដែលបណ្ដាលឲ្យកប៉ាល់ Westerdam ត្រូវបានប្រទេសជាច្រើនបដិសេធមិនឲ្យចុះចតកប៉ាល់មួយនេះនៅតែតល់កណ្ដាលសមុទ្រមិនមានទីសុវត្ថិភាពសម្រាប់ចុះចតនិងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយកម្ពុជាក្រុមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានបង្ហាញចិត្តមនុស្សធម៌ដ៏អស្ចារ្យដោយបានសម្រេចបើកទ្វារទទួលកប៉ាល់និងជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ដោយភាពកក់ក្ដៅបានធ្វើឲ្យពិភពលោកសរសើរយ៉ាងខ្លាំងទាំងតម្លៃមនុស្សធម៌សប្បុរសធម៌និងសមាជិកភាពក្នុងសហគមន៍អន្តរជាតិរបស់កម្ពុជាសម្បីតែប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានបង្ហាញអំណរអគុណដល់កម្ពុជាយ៉ាងជ្រាលជ្រៅដែលលោកបានមានប្រសាសន៍ថាអរគុណកម្ពុជាដ៏ស្រស់ស្អាតយើងនឹងចងចាំនេះពាក្យថ្លែងអំណរអគុណទាំងនេះคล้ายជាសេចក្តីសរសើរដែលបង្កើននិមិត្តរូបថ្មីឲ្យកម្ពុជាក្នុងនាមជាប្រទេសតូចបេះដូងធំការវិលត្រឡប់របស់ Westerdam ក្នុងឆ្នាំ2025គឺបញ្ជាក់ថាកត្តាចិត្តសប្បុរសនិងការជួយសង្គ្រោះប្រកបដោយមនុស្សធម៌របស់កម្ពុជាពិតជាមានន័យសម្រាប់ពិភពលោកកប៉ាល់ទេសចរនេះមិនត្រឹមតែសម្រាប់ចិត្តវិលមកលេងតាមការសន្យាក៏បានចូលរួមលើកកម្ពស់វប្បធម៌ទេសចរកម្ពុជាផ្សព្វផ្សាយភាពសន្តិសុខសុវត្ថិភាពនិងស្នាមញញឹមរបស់ជាតិខ្មែរយើងកប៉ាល់ Westerdam នាំមកនៅជាមួយនាវិកសរុបចំនួន804នាក់ស្រីចំនួន56នាក់និងមាន39សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន1850នាក់ស្រី992នាក់និងមាន43សញ្ជាតិចំនួនសញ្ជាតិដែលច្រើនជាងគេគឺសហរដ្ឋអាមេរិកអូស្ត្រាលីនិងកាណាដានៅពេលដែលចូលមកដល់ក្រុមទេសចរនិងនាវិកទទួលបានការស្វាគមន៍ដោយមន្ត្រីពាក្យព័ន្ធរបស់កម្ពុជាយើងនិងមានការរៀបចំស្វែងយល់អំពីវប្បធម៌ខ្មែរបរិយាកាសសកម្មភាពទេសចរនិងការចូលរួមស្ដីពីសេវាកម្មពាណិជ្ជកម្មក្នុងតំបន់ក្រុងព្រះសីហនុចំពោះការចាក់ចែងកប៉ាល់នឹងបន្តដំណើរទៅប្រទេសថៃនៅវេលាម៉ោង 20:00 នាទីពេលល្ងាចនៅថ្ងៃដដែលការទទួលស្វាគមន៍ Westerdam ថ្មីនេះបង្ហាញយ៉ាងច្បាស់ថាកម្ពុជាបានក្លាយជាគោលដៅទេសចរដែលមានសុវត្ថិភាពពោពេញទៅដោយធម្មជាតិក្រៅពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធហើយកំពុងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់នាវាទេសចរអន្តរជាតិធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍អ្នកអង្កេតការណ៍បានបញ្ជាក់ថាការវិលត្រឡប់របស់ Westerdam ជួយលើកកម្ពស់ឆន្ទៈសហការអន្តរជាតិការទាក់ទាញការវិនិយោគនិងជាកម្លាំងដ៏សំខាន់មួយក្នុងការជំរុញឲ្យវិស័យទេសចរកម្ពុជាកាន់តែរីកចម្រើន